I think it's going to be back and forth. I'm going to come forward, he's going to come forward, and it's going to be fireworks. So I don't think it's going to go 5 rounds. What I've watched, he's very strong hands and very strong mentally. He comes forward, he's very tough, bites on the mouth guard, and he can get hit many times and doesn't get knocked out. So បងប្អូននេះគឺជាកិច្ចសម្ភាសដែលខ្ញុំសម្ភាសជាមួយនឹងដៃគូរបស់ពេជ្រសម្បត្តិដែលជាម្ចាស់ខ្សែក្រវ៉ាត់ WBC 2 គ្រឿងគាត់ថាគាត់សប្បាយចិត្តមែនទែននៅពេលដែលគាត់ដឹងថាគាត់អាចមកប្រកួតនៅសង្វៀន Extreme Cambodia គុនខ្មែរហើយគាត់សប្បាយចិត្តមែនទែនដែលដឹងថាគាត់ត្រូវប៉ះជាមួយសម្បត្តិគាត់ថាគាត់បានសិក្សាស្វែងយល់ពីសម្បត្តិខ្លាំងមែនទែននៅក្នុងការដែលគាត់មកដណ្ដើមខ្សែក្រវ៉ាត់មួយនេះគាត់ថាគាត់ចូលចិត្តមហូបខ្មែរគាត់ចូលចិត្តស្នាមញញឹមរបស់ប្រជាជនកម្ពុជាគាត់ចូលចិត្តទាំងអស់អ្វីដែលកម្ពុជាមានគាត់ពិតជាសប្បាយចិត្តមែនទែនបងប្អូនមើលទៅស្នាមញញឹមទៅគាត់ទៅដឹងហើយមួយយ៉ាងវិញទៀតខ្ញុំបានសង្កត់ធ្ងន់ទៅលើដៃគូគាត់គឺពេជ្រសម្បត្តិខ្ញុំសួរគាត់ថាឥឡូវនឹងមកប្រកួតជាមួយពេជ្រសម្បត្តិហើយថាគាត់នឹងស្គាល់ពេជ្រសម្បត្តិខ្លាំងកម្រិតណាគាត់ថាពេជ្រសម្បត្តិមកនេះគឺមកដើរចូលហើយគាត់នឹងគាត់អ្នកកីឡាវាយដើរចូលដែរគាត់ថាអាចថាមិនចប់5ទឹកទេបាទអាចថាមិនចប់5ទឹកទេសម្រាប់ការប្រកួតមួយនេះម្យ៉ាងវិញតិចគាត់និយាយថាគាត់បានមើលវីដេអូច្រើនមែនទែនតាក់ទងជាមួយនឹងពេជ្រសម្បត្តិគាត់ថាគាត់ថាពេជ្រសម្បត្តិគៀមល្អមុខល្អកណ្ដប់ដៃល្អធន់មមស្វិតល្អគាត់ក៏ពិបាកដែរថាតើផ្ដាច់ពេជ្រសម្បត្តិបានទៅពេលណាប៉ុន្តែគាត់អាចនិយាយបានថាមិនចប់5ទឹកទេបងប្អូនយល់យ៉ាងណាដែរចំពោះដៃគូរបស់ពេជ្រសម្បត្តិមួយរូបនេះគាត់មកនេះគាត់មិននិយាយរឿងភាគរយទេប៉ុន្តែគាត់អាចនិយាយបានថានេះ5ទឹកហ្នឹងគឺមិនចប់បាទ5ទឹកហ្នឹងគឺមិនចប់ទេតែសំខាន់គឺគាត់មកនេះគឺសុខភាពល្អបាទសុខភាពល្អរាងកាយរឹងមាំក៏ដូចជាគេហៅថាដូចជាមិនមានការ stress អីដល់គាត់ទេយើងមើលទៅបាទគាត់មិនមានការ stress អីបើដូចយើងទៅក្រៅប្រទេសវាអាចថាមានការ stress អញ្ចឹងចាំមើលថ្ងៃស្អែកតែការប្រកួតគាត់នឹងទៅជាយ៉ាងណា